ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត K-Hero ដែលជាភាគទី4ដល់ភាគទី6មកសង្ខេបជាបន្តទៀតវីដេអូនេះឧបត្ថម្ភដោយ Midphone Wi-Fi ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ Wi-Fi ប្រើជាលក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយខែ$15មានល្បឿន 50MB ភ្ជាប់ដំបូងតម្លៃត្រឹមតែ$45តែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបានការប្រម៉ូសិនពិសេសអំពី Admin និងមានជាងដំឡើងដល់ផ្ទះទូទាំង25ខេត្តក្រុងតែម្ដងចាប់តាំងពីពេលនោះមកសាំងអង្គគិតយ៉ាងច្រើនថាគេគួរតែលក់ធម្មពលពិសេសនេះដែរឬទេស្របពេលដែលមីសុកបានធ្វើការនៅកន្លែងថ្មីប្រាក់ខែខ្ពស់ប៉ុន្តែនាងក៏នៅតែបារម្ភទៅលើសាំងអង្គចំណេញក៏ព្រោះតែខ្លាចគេប្រាធម្មពលពិសេសហើយត្រូវអស់លុយជាបន្តទៀតយើងកាត់មកកាន់ក្រុមប៉ូលីសស៊ើបអង្កេតនេះវិញដឹកនាំដោយយុនសុនកំពុងតែស៊ើបអង្កេតនៅកន្លែងកើតហេតុដែលសាំងអង្គបានវាយគ្នាកាលពីថ្ងៃមុនពួកគេឆែកគ្រប់កន្លែងទាំងអស់ដើម្បីស្វែងរកភស្តុតាងក៏ស្រាប់តែឃើញក្រដាសបំណុលមួយសន្លឹកនៅខាងក្រោមតឹងហើយវាគឺជារបស់សាំងអង្គនេះឯងវាដូចជាឈ្មោះសង្សាររបស់មីសុកដែលពួកគេឃើញក្រដាសមួយសន្លឹកនៅកន្លែងអគារឆេះកាលពីថ្ងៃមុននោះដូច្នេះនៅពេលនេះប៉ូលីសក៏ចាប់ផ្ដើមដាក់ការសង្ស័យទៅលើសាំងអង្គពេលនេះសាំងអង្គទៅស្រុកកំណើតប្រាប់ទៅកាន់ឪពុកម្ដាយរបស់គេថាគឺគេចង់រៀបការម្ដាយរបស់គេឮដូច្នេះគាត់សប្បាយចិត្តយ៉ាងខ្លាំងក៏ព្រោះតែគិតថាកូនប្រុសរបស់គាត់នៅពេលនេះគឺចង់បានគ្រួសារហើយប៉ុន្តែតាមពិតទៅគោលបំណងរបស់សាំងអង្គត្រឡប់មកវិញនេះគឺមិនមែនដោយសារតែរឿងរៀបការនោះទេបន្ទាប់មកគេក៏លួចជួបជាមួយនឹងឪពុករបស់គេពីរនាក់ស្ងាត់ៗដែលចង់បានយោបល់ថាគេគួរតែលក់ធម្មពលពិសេសនៅក្នុងខ្លួនរបស់គេដែរឬទេពេលដែលឪពុករបស់គេឮដូច្នេះគាត់ក៏បានប្រមានថាអ្នកទាំងអស់នោះគឺជាមនុស្សដែលមានគ្រោះថ្នាក់អាចបណ្ដាលឲ្យគេមានបញ្ហាដល់អាយុជីវិតប៉ុន្តែក៏ស្រាប់តែសាំងអង្គនិយាយទៅកាន់ឪពុករបស់គេវិញថាតើអ្នកណាឲ្យប្រកាសដែលនាំបញ្ហាឲ្យគេជារៀងរាល់ថ្ងៃនៅពេលដែលត្រឡប់មកកន្លែងធ្វើការវិញសាំងអង្គបំរុងនឹងខលទៅកាន់ហូអ៊ីនដើម្បីសុំយោបល់ប៉ុន្តែគិតមួយសន្ទុះដកចិត្តមកវិញក៏ព្រោះតែខ្លាចយោបល់របស់ហូអ៊ីនមិនល្អគិតទៅដល់ម្ចាស់បំណុលរបស់គេគឺជាអ៊ុនចាប៉ុន្តែប្រសិនបើគាត់ដឹងនោះគាត់នឹងទារបំណុលជាមិនខានដូច្នេះនៅពេលនេះគឺនៅសល់តែម្នាក់គត់អ្នកនោះគឺជាអ៊ុនមីនេះឯងនៅយប់ឡើងសាំងអង្គបានទិញនំដែលនាងចូលចិត្តយកទៅប្រគល់ឲ្យអ៊ុនមីក៏ចាប់ផ្ដើមប្រាប់រឿងសម្ងាត់មួយទៅឲ្យគេដឹងថាកូនរបស់អានណាគឺទើបតែយកបានធម្មពលពិសេសអំពីនារីម្នាក់ដែលមានឈ្មោះថាវ៉ាជីនជាមួយនឹងព័ត៌មានជាច្រើនទៀតប្រសិនបើគេចង់ដឹងនោះគឺមានតែបើកទូដៃរបស់ហូអ៊ីនតែប៉ុណ្ណោះក៏ព្រោះតែឯកសារសំខាន់នៅទីនោះនៅពេលដែលសាំងអង្គទៅដល់បន្ទប់របស់ហូអ៊ីនប្រើលុយបើកទូដៃរបស់គាត់ចេញមកមើលទៅលើឯកសារក៏ស្រាប់តែធ្វើឲ្យអ្នកទាំងពីរនាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែនៅក្នុងឯកសាររបស់ហូអ៊ីនបាននិយាយថាប្រសិនបើអ្នកដែលមានធម្មពលពិសេសនេះពេលស្លាប់ទៅនោះធម្មពលរបស់គេនឹងផ្ទេរទៅឲ្យកូនរបស់ខ្លួនជាបន្តទៀតគឺវាមិនអាចបាត់បង់នោះទេសាំងអង្គឃើញដូច្នេះក៏ចាប់ផ្ដើមបារម្ភទៅលើកូនរបស់គេប្រសិនបើកើតមកនោះដូចជាគេជាមិនខានក៏ព្រោះតែប្រើលុយដើម្បីមានធម្មពលហើយនឹងខ្លាយទៅជាអ្នកក្រតែម្ដងចំណែកឯអ៊ុនមីវិញរកឃើញឯកសារមួយពាក់ព័ន្ធជាមួយនឹងតម្លៃធម្មពលពិសេសរបស់អ្នកទាំងអស់គ្នាអ្នកខ្លះអាចលក់ធម្មពលរបស់ពួកគេត្រឹមតែតម្លៃធម្មតាតែប៉ុណ្ណោះចំណែកឯអ្នកខ្លះទៀតមានតម្លៃរហូតដល់100ឬមួយក៏ពាន់លានដែលនៅក្នុងនោះសាំងអ៊ុនក៏បានរកឃើញឯកសាររបស់ខ្លួនផងដែរដែលមានការដេញថ្លៃរហូតដល់1.3ពាន់លានវ៉ុនប៉ុន្តែអមជាមួយនឹងពាក្យប៉ុន្មានម៉ាត់នៅខាងក្រោយប្រសិនបើអ្នកណាគេប្រើធម្មពលមួយនេះនឹងខ្លាយទៅជាអ្នកក្រមិនតែប៉ុណ្ណោះថែមទាំងអាចក្បត់ជាមួយនឹងអ្នកដែលនៅជិតខ្លួនទៀតផងនៅខាងក្រៅនេះវិញហូអ៊ីនបានលាក់រឿងជិះចាប់មួយជាមួយនឹងអ្នកទាំងអស់គ្នាក៏ព្រោះតែគ្រូពេទ្យបានពិនិត្យឃើញថាគាត់មានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយអាចរកបានត្រឹមតែប៉ុន្មានខែទៀតតែប៉ុណ្ណោះយើងកាន់មកកាន់វ៉ុនដូនេះវិញនៅពេលនេះកំពុងតែស្ដីបន្ទោសទៅឲ្យកូនស្រីរបស់ខ្លួនថាព្រោះតែនាងទៅធ្វើឲ្យអ្នកមានអំណាចផ្សេងទៀតប្រជែងសាំងអ៊ុនជាមួយនឹងពួកគេមិនតែប៉ុណ្ណោះគាត់បានប្រាប់ទៅកាន់កូនស្រីថាគ្រួសាររបស់ពួកគេនេះគឺមិនមានអ្វីក្រៅពីលុយនោះទេដូច្នេះរឿងមួយនេះប្រសិនបើនាងធ្វើមិនបានគាត់នឹងហៅមនុស្សម្នាក់មកពីខាងក្រៅប្រទេសធ្វើជំនួសនាងជាមិនខាននៅយប់ឡើងក្រោយពេលដែលសាំងអ៊ុនគិតបញ្ជីចំណូលចំណាយរួចគេក៏សម្រេចចិត្តខលទៅវ៉ុនដូប្រាប់អំពីតម្លៃធម្មពលពិសេសរបស់គេគឺចង់លក់នៅក្នុងតម្លៃ4000លានវ៉ុនវ៉ុនដូឮដូច្នេះគាត់ក៏យល់ព្រមភ្លាមតែម្ដងដែលមិនតថ្លៃសូម្បីតែ1ម៉ាន់នៅពេលដែលសាំងអ៊ុនឮដូច្នេះគេក៏ស្រាប់តែមានអារម្មណ៍ថាស្ដាយក្រោយប្រសិនបើអំបញ្ញមិញនេះគេនិយាយថ្លៃជាងនេះបន្តិចទៀតនោះគេនឹងបានប្រាក់កាន់តែច្រើនជាមិនខានប៉ុន្តែក្រោយពេលដែលគេគិតសពទៅតម្លៃមួយនេះវាក៏ច្រើនផងដែរធ្វើឲ្យគេសប្បាយចិត្តយ៉ាងខ្លាំងនៅយប់ឡើងគេនាំមីសុកចេញទៅខាងក្រៅទិញការ៉េមដែលមានតម្លៃថ្លៃដែលអ្នកទាំងពីរនាក់មិនមានលទ្ធភាពទិញពីមុនមកធ្វើឲ្យមីសុកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគិតថាតើសង្សាររបស់នាងកំពុងតែមានជំងឺមែនដែរឬទេមិនតែប៉ុណ្ណោះគេថែមទាំងប្រើធម្មពលពិសេសរបស់គេនាំមីសុកឡើងទៅលើដំបូលអគារដែលខ្ពស់ជាងគេដើម្បីមើលទេសភាពនៅក្នុងទីក្រុងបន្ទាប់មកក៏យកចិញ្ចៀនដែលគេបានត្រៀមទុកសុំនាងរៀបការដោយប្រាប់ថាគេជិតមានសេរីភាពហើយដែលសន្យាថាអ្វីៗនឹងប្រសើរឡើងវិញជាមិនខានមីសុកឮដូច្នេះនាងក៏សប្បាយចិត្តអារម្មណ៍របស់នាងក៏ធូរស្រាលចំណែកឯសាំងអ៊ុនវិញនៅពេលដែលគិតដល់រឿងនេះគេមានអារម្មណ៍ថាដូចជាមនុស្សម្នាក់ថ្មីយ៉ាងអញ្ចឹងប្រសិនបើធម្មពលពិសេសនៅក្នុងខ្លួនរបស់គេនេះត្រូវបាត់បង់នៅថ្ងៃបន្ទាប់សាំងអ៊ុនទៅធ្វើការដូចជាមនុស្សម្នាក់ផ្សេងទៀតក៏ព្រោះតែគេគិតថាគឺគេជិតផ្លាស់ប្ដូរជីវភាពហើយមិនតែប៉ុណ្ណោះថែមទាំង
ជួយអ្នកទាំងអស់គ្នានៅកន្លែងធ្វើការដែលមិនប្រកាន់ធ្វើឲ្យអ្នកទាំងអស់គ្នានៅពេលនេះក៏ចាប់ផ្ដើមមានអារម្មណ៍ថាងឿឆ្ងល់បន្តិចក្រោយមកសាំងអូនក៏បានជួបជាមួយនឹងអតិថិជនម្នាក់ទើបតែមកពីបរទេសគេមកចុះឈ្មោះដើម្បីសុំការស្នាក់នៅប៉ុន្តែមើលទៅគេដូចជាដឹងរឿងរបស់សាំងអូនច្រើនថែមទាំងកោតសរសើរទៅលើសាំងអូនទៀតផងមិនតែប៉ុណ្ណោះគេថែមទាំងប្រាប់បំណងប្រាថ្នារបស់គេមួយថាគឺគេមកទីនេះដើម្បីចង់ផ្លាស់ប្ដូរពិភពលោកនៅពេលដែលសាំងអូនឮដូច្នេះក៏ចាប់ផ្ដើមឆ្ងល់ប៉ុន្តែមិនទាន់បានសួរផងក៏ស្រាប់តែប៉ូលីសបានចូលមកសាំងអូនឃើញដូច្នេះមិនរងចាំយូរគេក៏លុយរត់ចាក់ចេញពីទីនោះតាមទ្វារក្រោយខ្ចីឡានរបស់មនុស្សម្នាក់ជាចាក់ចេញពីទីនោះភ្លាមទៅកន្លែងណាត់ជួបរបស់អានណាដើម្បីលក់នៅធម្មពលពិសេសរបស់គេពេលដែលទៅដល់មុខមន្ទីរពិសោធន៍ក៏ស្រាប់តែហូអ៊ីននៅទីនោះរងចាំរួចជាស្រេចមិនឲ្យសាំងអូនចូលទៅខាងក្នុងនោះឡើយសាំងអូនឃើញដូច្នេះមិនមានជំរើសគេក៏ដកលុយចេញមកចំណែកឯហូអ៊ីនវិញក៏យកស្រាចេញមកផឹងអ្នកទាំងពីរអ្នកបំរុងនឹងប្រយុទ្ធគ្នាក៏ស្រាប់តែអូនមីបានក្រវែងធុងសម្រាមមួយនៅចំពោះមុខអ្នកទាំងពីរដើម្បីខាត់ទៅលើពួកគេនៅពេលដែលសាំងអូនឃើញដូច្នេះគេដឹងថាអ្នកទាំងពីរអ្នកប្រកាសជាមកខាត់គេជាមិនខានប៉ុន្តែគេមិនមានជំរើសនោះទេគឺគេត្រូវតែលក់នៅធម្មពលពិសេសមួយនេះឲ្យទាល់តែបានអូនមីឮដូច្នេះនាងក៏ខឹងឡើងប្រើធម្មពលពិសេសរបស់នាងស្រូបយកសម្ភារៈទាំងអស់នៅជិតខ្លួនដើម្បីខាត់ទៅលើសាំងអូនមិនឲ្យចូលទៅខាងក្នុងពេលនោះផងដែរអូនចាបញ្ជាឲ្យកូនចៅរបស់នាងតាមដានទៅលើសាំងអូននិងខាត់ទៅលើពួកគេមិនឲ្យចូលទៅកន្លែងពិសោធន៍នោះទេឮដូច្នេះពួកគេក៏ចាប់ផ្ដើមធ្វើសកម្មភាពភ្លាមតែម្ដងស្របពេលដែលអូនមីកំពុងតែស្ដីបន្ទោសទៅលើហូអ៊ីនក៏ស្រាប់តែសាំងអ៊ីនគេបានលួចចូលទៅខាងក្នុងស្របពេលនោះកូនចៅរបស់អានចាបានបើកឡានមកបុកទៅលើរបងមន្ទីរពិសោធន៍មួយនោះធ្វើឲ្យខ្ទេចតែម្ដងពួកគេធ្វើបែបនេះគឺដូចជាបើកផ្លូវឲ្យសាំងអូនចូលទៅខាងក្នុងយ៉ាងអញ្ចឹងក្រោយពេលដែលឆ្លងកាត់ទ្វារសុវត្ថិភាពជាច្រើនជាន់ពេលនេះសាំងអូនក៏បានចូលទៅដល់កន្លែងពិសោធន៍ដែលអានណានាងនៅទីនោះកំពុងតែរងចាំរួចជាស្រេចនាងអញ្ជើញគេអង្គុយនៅលើកៅអីដែលមានសោចាប៉ុន្តែសាំងអូននិយាយថាប្រគល់ឲ្យគេប្រាក់សិនមកចាំនិយាយគ្នាអានណាបញ្ជាឲ្យកូនចៅរបស់នាងយកប្រាក់មកមិនតែប៉ុណ្ណោះចំអកទៅកាន់សាំងអូនទៀតផងតាមពិតទៅគឺគេមិនអស់ចានោះទេក៏ព្រោះតែប្រាក់ទៅគេមកទីនេះប៉ុន្តែសាំងអូនគឺមិនខ្វល់ជាមួយនឹងសម្ដីរបស់នាងនោះទេគេចាប់ផ្ដើមអង្គុយនៅលើកៅអីជាប់សោដៃជាមួយនឹងជើងដើម្បីត្រៀមយកសែនរបស់គេម៉ាស៊ីនស្វានក៏ចាប់ផ្ដើមទម្លាក់ចុះខួងចូលទៅក្នុងក្បាលរបស់សាំងអូនអានណាដើរចាក់ចេញពីទីនោះប្រាប់ទៅកាន់កូនចៅរបស់នាងថាក្រោយពេលដែលយកសែនរួចសម្រាប់គេចោលតែម្ដងទៅសាំងអូនឮដូច្នេះក៏ប្រាប់ទៅវិញថាតាមពិតទៅគេមកទីនេះគឺមិនមែនលក់ខ្លួននោះទេគេមកដើម្បីប្រឆាំងជាមួយនឹងនាងក៏ស្រាប់តែហូអ៊ីនចូលមកជាមួយនឹងកាំភ្លើងនៅក្នុងដៃបញ្ជាអូនមីឲ្យបំផ្លាញប្រព័ន្ធភ្លើងកន្លែងពិសោធន៍មួយនេះបន្តមកស្នាប់ទៅលើដៃចាក់សោរបស់សាំងអូនដើម្បីបាញ់បំបែងក៏ស្រាប់តែកូនចៅរបស់អានណាលើកកាបូបលុយឡើងមកបាញ់ត្រូវទៅលើវាតែម្ដងស្របពេលដែលចរន្តភ្លើងនៅទីនោះត្រូវបានកាត់ផ្ដាច់រីឯសាំងអូនវិញចាប់បានលុយមួយសន្លឹងគេប្រើធម្មពលពិសេសរបស់គេបំបែកសោដោយខ្លួនឯងវាទៅលើកូនចៅរបស់អានណាមុនពេលដែលភ្លើងត្រឡប់មកវិញធ្វើឲ្យពួកគេសន្លប់អស់ទៅតាមពិតទៅអ្វីៗទាំងអស់នេះគឺជាផែនការរបស់ក្រុមសាំងអូនតែប៉ុណ្ណោះក្រោយពេលដែលពួកគេមិនយល់ព្រមទទួលសំណើរបស់អានណាកូនចៅរបស់នាងចាប់ផ្ដើមតាមដានទៅលើអ្នកទាំង3គ្រប់ទីកន្លែងទាំងអស់ដូច្នេះប្រសិនបើពួកគេចង់ចូលទៅក្នុងមន្ទីរពិសោធន៍របស់អានណានោះគឺវាមិនមែនជារឿងងាយស្រួលនោះទេទើបពួកគេសម្រេចចិត្តថានឹងសម្ដែងល្ខោនមួយដើម្បីបោកប្រាស់ទៅលើអានណាដូច្នេះផែនការរបស់ពួកគេទាំង3នាក់នៅពេលនេះគឺទទួលបានជោគជ័យយ៉ាងខ្លាំងបន្ទាប់មកសាំងអូនបានវាបំបែកទ្វារទូដៃសុវត្ថិភាពដើម្បីយកឯកសារពាក់ព័ន្ធជាមួយនឹងក្រុមអ្នកមានអំណាចទាំងអស់ហូអ៊ីនយកស្រាចាក់ពេញបន្ទប់ដុតឲ្យវាឆេះកុំតែចោលតែម្ដងរួចហើយអ្នកទាំងពីរនាក់យកលុយរត់ចាក់ចេញពីទីនោះប៉ុន្តែដោយសារតែនៅក្នុងមន្ទីរពិសោធន៍នេះមានប្រព័ន្ធសុវត្ថិភាពពេលដែលមានភ្លើងឆេះគឺកណ្ដឹងវារឡើងចំណែកឯទ្វារចេញចូលគឺបិទអូតូអ្នកទាំងពីររត់ចាក់ចេញពីទីនោះទាន់ប៉ុន្តែកាបូបលុយដែលសាំងអូនយកមកនោះគឺវាជាប់នៅខាងក្រោមទ្វារទោះបីជាគេខំទាញយ៉ាងណាក៏ទាញមិនបានធ្វើឲ្យសាំងអូនសោកស្ដាយយ៉ាងខ្លាំងជាមួយនឹងទឹកប្រាក់រហូតដល់ 4000 លានពេលដែលចេញមកដល់ខាងក្រៅកូនចៅរបស់អានណាស្ទាក់ផ្លូវរួចជាស្រេចអ្នកទាំងពីរឃើញដូច្នេះក៏ចាប់ផ្ដើមមើលមកគ្នាក៏ព្រោះតែពួកគេមិនមានប្រាក់ជាមួយនឹងស្រានៅក្នុងខ្លួននោះទេក៏សម្រេចចិត្តថាលោតចេញតាមប្រឡាប់បងអូនសំណាងល្អអ្នកទាំងពីរអ្នកធ្លាក់ចូលទៅក្នុងស៊ីតែនមិនបង្កឲ្យមានគ្រោះថ្នាក់ពេលដែលកូនចៅរបស់អានណាកំពុងតែភ្ជង់ទៅលើអ្នកទាំងពីរអូនមីបើកឡានមកបុកទៅលើពួកគេដើម្បីជួយសាំងអូនជាមួយនឹងហូអ៊ីនចាចេញពីទីនោះនៅក្នុងស្ថានភាពដែលមានគ្រោះថ្នាក់នៅតាមផ្លូវហូអ៊ីនយកឯកសារមកមើលក៏ស្រាប់តែឃើញថាក្រុមមនុស្សទាំងអស់នេះគឺកំពុងតែធ្វើគំរូសែនថ្មីមួយដែលផ្អែកលើការស្រមើស្រមៃនិងភាពច្នៃប្រឌិតមើលទៅដូចជាមិនមែនសម្រាប់ធ្វើរឿងល្អនោះទេនៅក្នុងនោះហូអ៊ីនក៏រកឃើញក្រដាសមួយសន្លឹកផងដែរដែលបានសរសេរថាខ្ញុំពិតជាគាំទ្រទៅលើអ្នកយ៉ាងខ្លាំងដែលអ្នកខំជួយអ្នកទាំងអស់គ្នាប៉ុន្តែពួកគេមិនដឹងប៉ុន្តែសម្រាប់ពិភពលោកនៅពេលនេះគឺកំពុងតែត្រូវការមនុស្សដូចជាអ្នក
ពេលដែលសាំងអង្គមើលទៅលើចុងក្រដាសក៏ស្រាប់តែឃើញឈ្មោះថាណាថាន់ក៏ស្រាប់តែធ្វើឲ្យគេនឹកឃើញទៅដល់ភ្ញៀវម្នាក់ដែលទៅមកពីប្រទេសមានឈ្មោះថាណាថាន់ដូចគ្នាមិនតែប៉ុណ្ណោះថែមទាំងនិយាយប្រាប់គេដូចជាពាក្យនៅក្នុងសម្បត្តិមួយនេះទៀតផងនៅពេលនេះណាថាន់ជាមួយនឹងកូនចៅរបស់គេដែលមានឈ្មោះថាស៊ូអ៊ុនបានទៅរកសែនដែលអាណានាងរក្សាទុកប៉ុន្តែមិនបានឃើញនោះទេក៏ព្រោះតែឪពុករបស់គេយកវាទៅលាក់នៅក្នុងបន្ទប់សម្ងាត់មួយនៅឯធនាគារបាត់ទៅហើយប៉ុន្តែសម្រាប់ណាថាន់វិញគេមិនបានភ្ញាក់ផ្អើលនោះទេក៏ព្រោះតែគេក៏មានផែនការសម្រាប់ខ្លួនឯងផងដែរនៅយប់ឡើងសាំងអ៊ុនលួចចូលទៅកន្លែងធ្វើការរបស់គេដើម្បីស្វែងរកអាសយដ្ឋានភ្ញៀវរបស់គេកាលពីព្រឹកមិញក្រោយពេលដែលរកឃើញរួចអ្នកទាំង3នាក់ក៏ចាប់ផ្ដើមទៅផ្ទះរបស់ណាថាន់តែម្ដងដើម្បីត្រៀមខ្លួនប្រយុទ្ធជាមួយនឹងគេប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងបន្ទប់គឺមិនបានឃើញអ្វីទាំងអស់គឺមានតែកៅយិតមួយតែប៉ុណ្ណោះសាំងអ៊ុនក៏យកវាមកឆ្លុះក៏ស្រាប់តែឃើញមនុស្សជាច្រើនអ្នកនៅលើអគារក្បែរនេះពួកគេលោតចូលទៅខាងក្រោមដែលមិនបានប្រើឆ័ត្រយោងនោះទេចំណែកឯអ្នកនៅខាងក្រោមនោះគឺជាណាថាន់កំពុងតែលើកដៃស្វាគមន៍ទៅកាន់គេសាំងអ៊ុនឃើញដូច្នេះមិននឹកស្មានថាបរមអ្នកនេះគឺគេសាហាវជាងអាណាទៅទៀតនៅថ្ងៃបន្ទាប់សាំងអ៊ុនត្រូវបានមេរបស់គេស្ដីបន្តថែមទាំងកាត់ប្រាក់ខែចំនួន3ខែក៏ព្រោះតែប៉ូលីសបានចូលមកឆែកឆេរដោយសារតែគេមិនតែប៉ុណ្ណោះចាប់ប្រកាន់ទៅលើសាំងអ៊ុនថាធ្វើការមិនគោរពពេលវេលាលុយចេញទៅខាងក្រៅដោយមិនទាន់បញ្ចប់ម៉ោងការងារពេលដែលសាំងអ៊ុនលើដូច្នេះក៏សូមអង្វរទៅកាន់មេរបស់ខ្លួនក៏ព្រោះតែប្រសិនបើមីសុកនាងដឹងរឿងនេះនោះគេនឹងត្រូវនាងស្ដីបន្តជាមិនខានប៉ុន្តែអ្វីដែលលើសពីនេះនោះគេបានសុំច្បាប់មេរបស់គេថែមកន្លះថ្ងៃទៀតដោយសារតែត្រូវបានប៉ូលីសហៅទៅសួរចម្លើយសំណាងល្អនៅពេលដែលទៅដល់ប៉ូលីសហូអ៊ីនក៏ទៅជាមួយក៏ព្រោះតែគាត់គឺជាមេធាវីស្រាំដំបងឡើយអ្នកទាំងពីរនាក់មានប្រៀបទៅលើប៉ូលីសក្មេងម្នាក់បានសួរចម្លើយទៅលើសាំងអ៊ុនប៉ុន្តែនៅពេលដែលប៉ូលីសយន្តសុងចូលមកធ្វើឲ្យហូអ៊ីនគេស្រឡាំងកាំងតែម្ដងការសួរចម្លើយក៏ចាប់ផ្ដើមជាបន្តទៀតនៅពេលនេះយន្តសុងបានគំរាមទៅលើអ្នកទាំងពីរថាអ្នកទាំងពីរនាក់ធ្វើអ្វីក៏គាត់ដឹងដែរមិនតែប៉ុណ្ណោះថែមទាំងគំរាមទៅលើសាំងអ៊ុនថាប្រសិនបើគេមិនបញ្ឈប់នោះទេនោះគាត់នឹងចាប់គេដាក់គុកជាមិនខានក្រោយពេលដែលសួរចម្លើយចប់អ្នកទាំងពីរនាក់ក៏ត្រូវបានដោះលែងឲ្យត្រឡប់មកផ្ទះវិញចេញមកដល់ខាងក្រៅសុងអ៊ុនសួរទៅហូអ៊ីនថាតើប៉ូលីសម្នាក់នោះគឺជាអ្នកណាមើលទៅក៏ដូចជាខ្លាចគេខ្លាំងម្ល៉េះហូអ៊ីនក៏ចាប់ផ្ដើមប្រាប់ការពិតថាតាមពិតទៅប៉ូលីសម្នាក់នេះក៏ជាមនុស្សម្នាក់ដែលមានធម៌ពលពិសេសផងដែរដែលកាលពីមុនអ្នកទាំងពីរនាក់ធ្លាប់នៅក្រុមជាមួយនឹងគ្នាប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួនធ្វើឲ្យអ្នកទាំងពីរនាក់មិនអាចធ្វើការជាមួយនឹងគ្នាបានដូច្នេះក៏បែកផ្លូវរៀងៗខ្លួននៅយប់ឡើងអាណាជាមួយនឹងណាថាន់បានញ៉ាំអាហារជាមួយនឹងគ្នាប៉ុន្តែពួកគេទាំងពីរនាក់នេះគឺដូចជាសត្រូវយ៉ាងអញ្ចឹងក៏ព្រោះតែកាលពីក្មេងអាណានាងធ្លាប់កាន់កំភ្លើងបាញ់ទៅលើណាថាន់ធ្វើឲ្យដាច់ស្លឹកត្រចៀកមើលទៅបងប្អូនទាំងពីរនាក់នេះគឺដូចជាគូសត្រូវយ៉ាងអញ្ចឹងបន្តិចក្រោយមកវ៉ាន់ដូក៏ដើរចូលមកសួរទៅលើណាថាន់ថាតើគេកំពុងតែធ្វើអីណាថាន់ប្រាប់ថាគេកំពុងតែធ្វើតេស្តទៅលើថ្នាំមានធម៌ពលពិសេសប៉ុន្តែតាមពិតទៅគំនិតរបស់គេនោះគឺដើម្បីបញ្ឆោតឲ្យសាំងអ៊ុនមកទីនេះក៏ព្រោះតែគេគិតថាអ្នកក្លាហានតែងតែជួយជនរងគ្រោះនៅពេលដែលមានបញ្ហាដូច្នេះសាំងអ៊ុនប្រកាសជាមករកគេជាមិនខានដែលគេបានរៀបចំអន្ទាក់រួចជាស្រេចពេលដែលវ៉ាន់ដូឮដូច្នេះក៏ចាប់ផ្ដើមពេញចិត្តជាមួយនឹងគំនិតរបស់ណាថាន់មិនតែប៉ុណ្ណោះថែមទាំងប្រកល់បន្ទប់ពិសោធន៍របស់អាណាទៅឲ្យណាថាន់គ្រប់គ្រងវិញទៀតផងអាណាឮដូច្នេះនឹងខឹងយ៉ាងខ្លាំងប៉ុន្តែមិនអាចធ្វើអ្វីបានក្រោយពេលដែលហូអ៊ីនអានទៅលើឯកសារដែលគេបានយកមកពីមន្ទីរពិសោធន៍រួចបានឃើញថានៅពេលនេះក្រុមមនុស្សទាំងអស់នោះកំពុងតែពិសោធន៍ថ្នាំរបស់ពួកគេទៅលើមនុស្សធម្មតាបន្ទាប់មកពួកគេនឹងចាញ់លក់តែម្ដងវាត្រូវបានប្រើនៅក្នុងក្លឹបកម្សាន្តមួយដោយនារីម្នាក់ស្ពីកាបូបបដូរពណ៌ជារៀងរាល់ថ្ងៃដើម្បីយកទៅចែកចាយប្រសិនបើការពិសោធន៍របស់ពួកគេបានសម្រេចនោះពួកគេនឹងចាប់ផ្ដើមលក់តែម្ដងដូច្នេះទូនាទីរបស់អ្នកទាំងអស់គ្នានៅពេលនេះគឺត្រូវតែធ្វើយ៉ាងណាហាមឃាត់ទៅលើពួកគេដើម្បីកុំឲ្យធ្វើជាបន្តទៀតមុនពេលដែលពួកគេធ្វើការពិសោធន៍បានជោគជ័យនៅយប់ឡើងពេលដែលសាំងអ៊ុនត្រឡប់មកផ្ទះវិញក៏ស្រាប់តែឃើញមីសុងកំពុងតែរៀបចំសម្លៀកបំពាក់ទៅឲ្យគេក៏ព្រោះតែនៅថ្ងៃស្អែកនេះគឺគ្រួសាររបស់អ្នកទាំងពីរត្រូវជួបមុខគ្នាធ្វើឲ្យសាំងអ៊ុនភ្ញាក់ផ្អើលក៏ព្រោះតែគេគិតតែរឿងជួយពិភពលោកខ្លាំងពេកភ្លេចនៅរឿងដ៏សំខាន់មួយនេះនាងបានទិញសម្លៀកបំពាក់ស្រស់ស្អាតមួយផងដែរសម្រាប់គេនៅថ្ងៃស្អែកនៅព្រឹកឡើងសាំងអ៊ុនក៏ចាប់ផ្ដើមស្លៀកវាមុននឹងចេញទៅធ្វើការមីសុកបានផ្ដាំថាកុំភ្លេចឲ្យសោះម៉ោង 7 យប់នេះពេលដែលសាំងអ៊ុនឮដូច្នេះក៏ចាប់ផ្ដើមគិតអំពីពេលវេលាពីកន្លែងក្លឹបកម្សាន្តទៅដល់កន្លែងណាត់ជួបនោះគឺត្រូវប្រើពេល1ម៉ោងដូច្នេះគេត្រូវតែធ្វើយ៉ាងណាសម្រាប់ការងារមួយនេះមុនម៉ោង 6 ល្ងាចទើបគេអាចធ្វើដំណើរទាន់ពេលវេលាដើម្បីទៅជួបជាមួយនឹងគ្រួសារទាំងពីរបាននៅយប់ឡើងសាំងអ៊ុនជាមួយនឹងអ៊ុនមីបានចូលទៅក្នុងក្លឹបកម្សាន្តមួយនោះដើម្បីស្វែងរកនារីម្នាក់ដែលមានកាបូបពណ៌ក្រហមបន្ទាប់មកសាំងអ៊ុនក៏ចាប់ផ្ដើមឆែកនៅក្នុងក្លឹបកម្សាន្តមួយនោះដើម្បីស្វែងរកវាបន្តិចក្រោយមកក៏ស្រាប់តែមាននារីម្នាក់ដែលជាកូនចៅរបស់ណាថាន់នេះបានកាន់កាបូបពណ៌ក្រហមដើរចូលទៅខាងក្នុងសាំងអ៊ុនមើលទៅលើកាបូបមួយនោះក៏ដឹងថាវាគឺជាកាបូបដែលហូអ៊ីនបានផ្ញើមកដូចគ្នាបេះបិណ្ឌគេក៏ចាប់ផ្ដើមដើរតាមប៉ុន្តែគេមិនដឹងថានេះគឺជាអន្ទាក់របស់ណាថាន់នោះទេដែលគេឈរនៅខាងលើឃើញគ្រប់សកម្មភាពទាំងអស់ក្រោយពេលដែលសាំងអ៊ុនដើរតាមនារីម្នាក់នោះចូលទៅក្នុងបន្ទប់មួយទើបគេដឹងថានារីម្នាក់នេះក៏មានធម៌ពលពិសេសផងដែរសាំងអ៊ុនដកកាបូបលុយចេញមកបំរុងនឹងយកវាដាក់ចូលទៅក្នុងហោប៉ៅក៏ស្រាប់តែនាងបានមកកញ្ឆក់វាត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះជាមួយ
ជាមួយនឹងលបឿនដ៏លឿននាងបានសើចចំអកទៅលើសាំងអង្គថាហើយអ្វីក៏គេទុកលុយនៅជាប់ខ្លួនតិចម្ល៉េះនិយាយរួចនាងក៏ចាប់ផ្ដើមចាត់ការទៅលើសាំងអ៊ុនជាមួយនឹងកូនកំបិតនៅក្នុងដៃកាត់ទៅលើខ្សែក្រវ៉ាត់ករបស់គេរួចហើយវាប្រហែលជាបន្តធ្វើឲ្យសម្លៀកបំពាក់ដ៏ស្រស់ស្អាតដែលមីសូគេទិញឲ្យនេះវារហែកដូចជាកន្ទប់យ៉ាងអញ្ចឹងទោះបីជាសាំងអ៊ុនខំវាយ៉ាងណាក៏ដោយក៏វាមិនត្រូវគេក៏ចាប់ផ្ដើមបិទភ្នែកស្ដាប់នៅសំឡេងខ្យល់ក្រវីដៃមកខាងក្រោយក៏ស្រាប់តែត្រូវទៅលើនាងបណ្ដាលឲ្យមានរបួសពេលដែលស៊ូអ៊ុនឃើញដូច្នេះនាងក៏បានចាក់ចេញពីទីនោះភ្លាមសាំងអ៊ុនក៏ប្រញាប់យកកាបូបពណ៌ក្រហមនេះចេញទៅខាងក្រៅជប់ជាមួយនឹងអ៊ុនមីដែលចេញទៅខាងក្រៅក៏ស្រាប់តែភ្លើងនៅក្នុងក្លឹបកំសាន្តនោះបានបិណ្ឌបន្តិចក្រោយមកអ្នកទាំងអស់គ្នាក៏ស្រាប់តែទទួលបានសារមួយថាមានរបស់មានតម្លៃមួយនៅក្នុងកាបូបពណ៌ក្រហមដែលសាំងអ៊ុនគេកំពុងតែកាន់ប្រសិនបើអ្នកណាគេដណ្ដើមបានវានោះអ្នកនោះនឹងក្លាយទៅជាអ្នកមានជាមិនខានបន្ទាប់មកភ្លើងក៏ចាប់ផ្ដើមបញ្ចាំងទៅលើសាំងអ៊ុនអ្នកទាំងអស់គ្នាឃើញដូច្នេះក៏ចាប់ផ្ដើមដណ្ដើមពីគេតែម្ដងអ៊ុនមីឃើញដូច្នេះក៏ចាប់ផ្ដើមប្រើធម្មពលពិសេសរបស់នាងបញ្ជាឲ្យកាបូបហោះឡើងទៅខាងលើពេលនោះក៏ស្រាប់តែមានមនុស្សម្នាក់បានដើរមកបុកនាងធ្វើឲ្យធម្មពលពិសេសរបស់នាងប្រើលេងបានសាំងអ៊ុនក៏ហក់ចូលទៅចាប់អោបកាបូបមួយនោះយ៉ាងជាប់ដែលមិនអាចនរណាម្នាក់ដណ្ដើមបាននោះទេនៅពេលដែលណាថានជាមួយនឹងកូនចៅរបស់គេឃើញដូច្នេះគេក៏អស់សំណើចដោយគិតថាប្រសិនបើសាំងអ៊ុនមិនមានលុយនោះទេនោះគេនឹងមិនអាចប្រើធម្មពលពិសេសរបស់គេបានឡើយដូច្នេះនៅពេលនេះគេក៏ដូចជាមនុស្សធម្មតាដែរស្របពេលនេះមីសុកបានខលមកជាច្រើនដងប៉ុន្តែគេមិនលើកទូរស័ព្ទណាមួយឪពុកម្ដាយសងខាងគឺបានមកជួបជុំគ្នាហើយនៅសល់តែសាំងអ៊ុនម្នាក់តែប៉ុណ្ណោះមិនទាន់ឃើញមករីឯសាំងអ៊ុនវិញគេក៏បានដឹងផងដែរថានៅពេលនេះគឺគេយឺតពេលហើយប៉ុន្តែដើម្បីជួយអ្នកទាំងអស់គ្នាគឺគេមានតែយកលេសហើយលើកថ្ងៃតែប៉ុណ្ណោះកាន់មកមុននេះបន្តិចអាណាបានឲ្យកូនចៅរបស់គេទម្លុះទ្វារចូលទៅខាងក្នុងកន្លែងដែលផ្ទុកនៅសែនធម្មពលពិសេសក៏ស្រាប់តែឃើញថាណាថានបានយកវាទៅអស់បាត់ទៅហើយមិនដឹងថាតាំងពីពេលណានោះទេចំណែកឯនៅកន្លែងក្លឹបកំសាន្តនេះវិញណាថានបញ្ជាឲ្យកូនចៅរបស់គេចូលទៅចាប់សាំងអ៊ុនប៉ុន្តែពួកគេមិនទាន់បានចាត់ការផងក៏ស្រាប់តែប៉ូលីសបានចូលមកចាប់អ្នកទាំងអស់គ្នានៅក្នុងនោះតែម្ដងរីឯសាំងអ៊ុនវិញដែលសារតែអ្នកទាំងអស់គ្នាសង្កត់លើគេធ្វើឲ្យសន្លំអ៊ុនមីក៏ទៅដាស់គេឲ្យភ្ញាក់ដឹងខ្លួនឡើងវិញពេលដែលឃើញប៉ូលីសមកអ្នកទាំងពីរនាក់ក៏មិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចសាំងអ៊ុនក៏ស្រាប់តែឃើញប៉ូលីសអ៊ុនសុងគេភ័យខ្លាចយ៉ាងខ្លាំងដែលគិតថាប៉ូលីសនឹងចាប់គេទៅសួរចម្លើយម្ដងទៀតជាមិនខានស្របពេលនោះផងដែរហូអ៊ីនរត់ចូលមកជាមួយនឹងក្រណាត់ពណ៌ក្រហមគ្របទៅលើអ្នកទាំងពីរនាក់ប្រើធម្មពលពិសេសរបស់គាត់នាំពួកគេចុះមកជន់ខាងក្រោមបានសម្រាញ់ហើយដឹងថាសាំងអ៊ុននៅពេលនេះខកពេលទៅណាត់ជួបជាមួយនឹងគ្រួសារទាំងសងខាងហើយហូអ៊ីនក៏ដកលុយមួយចំនួនរបស់គាត់ចេញមកប្រគល់ទៅឲ្យសាំងអ៊ុននិយាយថាការជួបមុខជាលើកដំបូងគឺវាសំខាន់ខ្លាំងណាស់ចំណែកឯអ៊ុនមីវិញនៅពេលដែលឃើញសម្លៀកបំពាក់របស់សាំងអ៊ុនត្រូវបានរហែកនាងយកមកជុលមកដេកផ្ចិតជាបណ្ដាអាសន្ននិងរៀបចំសម្លៀកបំពាក់ឲ្យគេឡើងវិញដើម្បីទៅទីនោះឲ្យបានឆាប់បំផុតនៅក្នុងពេលនេះផងដែរមីសុកជាមួយនឹងគ្រួសារទាំងសងខាងកំពុងតែរងចាំសាំងអ៊ុនអស់រយៈពេលយ៉ាងយូរបន្តិចក្រោយមកក៏ស្រាប់តែមានសម្លេងគោះទ្វារធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្តប៉ុន្តែតាមពិតទៅអ្នកដែលគោះទ្វារនោះគឺជាប៉ូលីសយន្តសុងតែប៉ុណ្ណោះមីសុកឃើញដូច្នេះនាំគាត់ចេញមកខាងក្រៅនិយាយគ្នាប៉ូលីសយន្តសុងនិយាយថាសាំងអ៊ុននៅពេលនេះកំពុងតែពាក់ព័ន្ធជាមួយនឹងការសង្ស័យករណីដ៏ធំមួយមីសុកឮដូច្នេះធ្វើឲ្យនាងអស់សំណាយហើយចាប់ផ្ដើមខឹងទៅលើគាត់និយាយថាសាំងអ៊ុនប្រើលុយរបស់ខ្លួនដើម្បីចាត់ការទៅលើមនុស្សអាក្រក់ទាំងអស់នោះមិនដូចជាអស់លោកនោះទេស៊ីប្រាក់ខែប៉ុន្តែចាប់នរណាម្នាក់មិនបានប្រសិនបើអស់លោកធ្វើការត្រឹមត្រូវនោះសាំងអ៊ុនក៏មិនលោកដៃចូលទៅក្នុងរឿងទាំងអស់នេះដែរបន្តិចក្រោយមកសាំងអ៊ុនបានមកដល់នៅពេលដែលមីសុកជាមួយនឹងប៉ូលីសយន្តសុងឃើញសម្លៀកបំពាក់របស់សាំងអ៊ុនរហែកបែបនេះពួកគេក៏អាចមកយល់ថាសាំងអ៊ុនកំពុងតែធ្វើអ្វីតាមពិតទៅអ្នកដែលប្តឹងប៉ូលីសចូលទៅក្នុងក្លឹបកំសាន្តមួយនោះគឺជាអាណាមិនតែប៉ុណ្ណោះនេះក៏បាននាំមនុស្សមកកន្លែងរបស់ហូអ៊ីនជាមួយនឹងអ៊ុនមីទៀតផងអ៊ុនមីឃើញដូច្នេះក៏បញ្ជារបស់របរភ្ជុងទៅលើនាងប៉ុន្តែមួយប្រព្រឹត្តផ្នែកតែប៉ុណ្ណោះកូនចៅរបស់អាណាគឺបានកាន់កំភ្លើងភ្ជុងទៅលើក្បាលរបស់នាងបាត់ទៅហើយចំណែកឯសាំងអ៊ុននេះវិញក៏ត្រូវបានប៉ូលីសហៅទៅសួរចម្លើយប៉ូលីសយន្តសុងបានស្ដីបន្ទោសទៅឲ្យគេថាហើយអ្វីក៏គេមិនអង្គុយនៅស្ងៀមធ្វើរឿងដែលត្រឹមត្រូវប្រសិនបើសាំងអ៊ុននៅតែប្រើធម្មពលពិសេសរបស់គេជួយទៅលើអ្នកដទៃទៀតនោះប្រកាសជានឹងគ្រោះថ្នាក់ទៅកាន់អ្នកដទៃកាន់តែច្រើនឡើងប៉ុន្តែសាំងអ៊ុនគេបានបដិសេធដោយនិយាយថាប្រសិនបើយើងមានធម្មពលពិសេសហើយមិនជួយទៅលើអ្នកដទៃនោះវាដូចជាហួសហេតុខ្លាំងពេកក៏ព្រោះតែពួកគេត្រូវបានអ្នកដែលមានអំណាចធ្វើបាបនៅពេលដែលប៉ូលីសយន្តសុងឮដូច្នេះគាត់ក៏សម្រេចចិត្តថានឹងដាក់ទោសទៅលើសាំងអ៊ុនឲ្យគេនៅស្ងៀមមួយកន្លែងដើម្បីកុំឲ្យគេបង្កបញ្ហានៅខាងក្រៅជាបន្តទៀតនៅពេលដែលមីសុកត្រឡប់មកផ្ទះវិញក៏ស្រាប់តែឃើញក្រដាសមួយសន្លឹកនៅក្នុងហោប៉ៅអាវរបស់សាំងអ៊ុនវាគឺជាបំណុលដែលគេបានខ្ចីកាលពីថ្ងៃមុនទាំងការទាំងដើមគឺរហូតដល់30លានជាងឯណោះចំណែកឯម្ចាស់បំណុលគឺជាអ៊ុនចានេះឯងនៅថ្ងៃបន្ទាប់ណាថានបានទៅជួបជាមួយនឹងសាំងអ៊ុននិយាយថាតាមពិតទៅអ្វីៗទាំងអស់នេះគឺជាផែនការរបស់គេចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានដើម្បីឲ្យសាំងអ៊ុនប្រើប្រាស់លុយម្ដាយរបស់គេឲ្យអស់
អ្នកលក់ម៉ាស៊ីនលេងហ្គេម PS5 ឲ្យគេជាមួយនឹងរឿងនៅក្នុងក្លឹបកំសាន្តដែលធ្វើឲ្យគេជាប់គុកនៅទីនេះពេលដែលសាំងអ៊ុងឮដូច្នេះគេក៏បានយល់រឿងគ្រប់យ៉ាងបន្ទាប់មកណាថានចាក់ចេញពីទីនោះដោយសន្យាថាគេនឹងដោះលែងសាំងអ៊ុនចាក់ចេញពីគុកនៅក្នុងល្ងាចនេះមិនតែប៉ុណ្ណោះថែមទាំងយកមីសុកគំរាមទៅលើគេទៀតផងសាំងអ៊ុងឮដូច្នេះក៏បានប្រាប់ទៅវិញថាប្រសិនបើគេប៉ះពាល់ទៅលើមីសុកនោះគេនឹងមិនលើកលែងឲ្យនោះទេនៅថ្ងៃបន្ទាប់មីសុកមានអារម្មណ៍ថាមានមនុស្សតាមដានទៅលើនាងគ្រប់ទីកន្លែងទាំងអស់ចំណែកឯសាំងអ៊ុងនេះវិញក៏ត្រូវបានបញ្ជូនចូលទៅក្នុងឡានដើម្បីទៅពន្ធនាគារក៏ស្រាប់តែគេឃើញថាដៃរបស់អ្នកទាំងអស់គ្នាគឺមានស្នាមស្ថៈជាមនុស្សរបស់ណាវថាន់ដូច្នេះសាំងអ៊ុងគេគិតថានៅពេលនេះគឺគេមិនអាចអង្គុយនៅស្ងៀមរងចាំស្លាប់បាននោះទេណាមួយមីសុកក៏កំពុងតែមានគ្រោះថ្នាក់ទៀតផងនោះគឺគេត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីចាក់ចេញពីទីនេះបន្ទាប់មកគេក៏ចាប់ផ្ដើមវាយប្រហារតែម្ដងពេលនោះក៏ស្រាប់តែមានប៉ូលីសម្នាក់បានប្រគល់លុយមួយសន្លឹកដាក់ចូលទៅក្នុងដៃរបស់គេស្របពេលដែលមានឡានមួយគ្រឿងទៀតបើកមកបងធ្វើឲ្យឡានរបស់សាំងអ៊ុងធ្លាក់ចូលទៅក្នុងទឹកតែម្ដងសាំងអ៊ុងឃើញដូច្នេះគេក៏បានប្រើលុយអំបញ្ញមិញនេះដើម្បីដោះខ្នោះដៃឡើងមកលើគោកវិញនៅក្នុងពេលជាមួយគ្នាផងដែរមីសុកគឺកំពុងតែត្រូវបានមនុស្សណាថានតាមចាប់នាងក៏ស្រាប់តែនាងនឹកឃើញនៅគំនិតមួយខលទៅអនចានិយាយថានៅពេលនេះនាងគឺជាវត្ថុដែលមានតម្លៃបំផុតសម្រាប់សាំងអ៊ុងដូច្នេះនៅពេលនេះនាងកំពុងតែមានគ្រោះថ្នាក់ប្រសិនបើមិនមកជួយនោះទេសាំងអ៊ុងប្រកាសជាមិនលើកលែងឲ្យនោះឡើយមិនយូរប៉ុន្មានកូនចាស់របស់អនចាបានមកដល់ចាត់ការទៅលើកូនចាស់របស់ណាថានរួចរាល់ចំណែកឯសាំងអ៊ុននេះវិញនៅពេលដែលគេឡើងមកលើគោកក៏ស្រាប់តែជួបអាណាជាមួយនឹងក្រុមរបស់គេដែលមិនចង់និយាយច្រើននៅពេលនេះអាណាចង់ឲ្យក្រុមរបស់សាំងអ៊ុងចាត់ការទៅលើណាថានវិញដើម្បីយកសែនធម្មពលពិសេសដែលណាថានបានលាក់នៅក្នុងធនាគារមួយនៅកន្លែងបន្ទប់សម្ងាត់នៅខាងក្នុងមិនតែប៉ុណ្ណោះប្រសិនបើគេយកវាទៅផលិតថ្នាំដើម្បីលក់នោះពិភពលោកមួយនេះនឹងជួបគ្រោះមហន្តរាយជាមិនខានអ្វីត្បិតតែនៅពេលនេះហូអ៊ីនដឹងថាអាណាគឺជាមនុស្សដែលមានល្បិចច្រើនប៉ុន្តែពួកគេត្រូវតែយល់ព្រមចូលទៅទីនោះយកសែនធម្មពលពិសេសមួយនេះត្រឡប់មកវិញក៏ព្រោះតែមិនចង់ឲ្យមានគ្រោះថ្នាក់ដល់ពិភពលោកសុងអ៊ុនក៏យករឿងមួយនេះប្រាប់ទៅឲ្យមីសុកដឹងផងដែរក្រោយពេលដែលមីសុកឮដូច្នេះសួរទៅកាន់សាំងអ៊ុនថាតើគេទៅទីនោះប្រើធម្មពលពិសេសរបស់គេយ៉ាងដូចម្ដេចក៏ព្រោះតែគេមិនមានប្រាក់ជាប់ខ្លួនមួយរៀលផងដូច្នេះមីសុកនាងសម្រេចចិត្តថាទៅជួបជាមួយនឹងអ៊ុនចាម្ដងទៀតដើម្បីខ្ចីប្រាក់ឲ្យសាំងអ៊ុងប្រើប្រាស់តាមពិតទៅធនាគារមនុស្សគឺជាអតីតទេសនការកណ្ដាលរបស់អ៊ុនចាប៉ុន្តែមិនដឹងថាមានរឿងអ្វីបែរជាដូរអ្នកគ្រប់គ្រងទៅជាវ៉ុនដូវិញហើយតាមគម្រោងគឺគាត់ចង់ដណ្ដើមធនាគារមួយនេះត្រឡប់មកវិញដូច្នេះហើយទើបព្យាយាមបញ្ចុះបញ្ចូលឲ្យសាំងអ៊ុងធ្វើការឲ្យគាត់ដើម្បីយកវាត្រឡប់មកវិញណាមួយនៅពេលនេះគឺជាឱកាសរបស់គាត់ហើយមីសុកនិយាយថាប្រសិនបើគាត់មិនព្រមប្រគល់លុយឲ្យនោះទេនោះនាងក៏មិនឲ្យសាំងអ៊ុងធ្វើរឿងទាំងអស់នេះបន្តទៀតដែរអ៊ុនចាឮដូច្នេះហើយសរសើរទៅកាន់សាំងអ៊ុងថាគេមានប្រពន្ធម្នាក់ដែលមានគំនិតឆ្លាតខ្លាំងមែនចំណែកឯប៉ូលីសយន្តសុងនៅពេលនេះក៏ចាប់ផ្ដើមពិនិត្យទៅលើឯកសារចាស់ៗដែលពាក់ព័ន្ធជាមួយនឹងអ្នកមានអំណាចទាំងអស់នៅក្នុងនោះក៏មានវ៉ាន់ដូផងដែរដូច្នេះគេក៏បញ្ជាឲ្យកូនចៅរបស់គេនៅថ្ងៃស្អែកទៅធនាគារមួយនោះដើម្បីស៊ើបអង្កេតនៅថ្ងៃបន្ទាប់មីសុកបានប្រគល់លុយចំនួន30លានវ៉ុនទៅឲ្យសាំងអ៊ុងសាំងអ៊ុងឃើញដូច្នេះគេភ្ញាក់ផ្អើលហើយសួរថាតើនាងបានប្រាក់មួយនេះមកពីណាប៉ុន្តែមីសុកមិននិយាយនោះទេថែមទាំងប្រាប់ថានៅពេលដែលគេធ្វើការងារមួយនេះរួចត្រឡប់មកវិញនាងនឹងប្រាប់ដំណឹងល្អមួយទៅឲ្យគេនៅពេលនេះអ្នកទាំង3នាក់ក៏បានទៅដល់កន្លែងធនាគារដែលជាផែនការរបស់ពួកគេមើលពីខាងក្រៅវាគឺដូចជាកន្លែងធម្មតាតែប៉ុណ្ណោះប៉ុន្តែនៅខាងក្នុងនោះគឺជាកន្លែងដ៏សម្ងាត់មួយដែលមានប្រព័ន្ធការពារតឹងរឹងហើយវាក៏ជាកន្លែងមួយផ្ទុកនូវទ្រព្យសម្បត្តិរបស់អ្នកមានអំណាចទាំងអស់នេះផងដែរចំណែកឯអាណាវិញនៅពេលដែលឃើញអ្នកទាំង3ដើរចូលទៅខាងក្នុងគេបញ្ជាឲ្យកូនចៅរបស់គេនៅពេលដែលសាំងអ៊ុងយកធម្មពលពិសេសនោះបានចាត់ការទៅលើអ្នកទាំង3ចោលតែម្ដងទៅនៅពេលដែលហូអ៊ីនដើរចូលទៅខាងក្នុងបន្លំខ្លួនធ្វើជាអ្នកដែលបានផ្ញើប្រាក់នៅទីនេះចំណែកឯសាំងអ៊ុងវិញបន្លំខ្លួនធ្វើជាអ្នកទៅខ្ចីប្រាក់នៅពេលដែលបុគ្គលិកសួរថាតើគេឈ្មោះអីគេប្រាប់ថាខ្ញុំគឺឈ្មោះកាងសាំងអ៊ុងពេលដែលបុគ្គលិកធនាគារឮដូច្នេះគេក៏ចាប់ផ្ដើមចុចកណ្ដឹងប្រកាសអាសន្នទ្វារក៏ចាប់ផ្ដើមបិទគ្រប់កន្លែងទាំងអស់អ្នកទាំង3នាក់បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រយុទ្ធមួយនេះនឹងហើយអ្នកទាំងអស់គ្នាភាគទី4ដល់ភាគទី6របស់យើងក៏ចាប់ត្រឹមតែប៉ុណ្ណេះប្រសិនបើពេញចិត្តនៅវីដេអូនេះក៏ផ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគបញ្ចប់ជាបន្តទៀត